ไงบองពួកខ្ញុំចង់ឲ្យបងឯងបែងចែកផលចំណេញសរុបហ្នឹងឲ្យពួកខ្ញុំ15%ទៀតព្រោះរាល់ថ្ងៃនេះពួកខ្ញុំជាអ្នករ៉ាប់រងការងារទាំងអស់អូនណាយើងបានសន្យាគ្នាថា50%គឺ50%ហើយមិនមកប្រែកន្លះអញ្ចឹងបងមិនដឹងថាល្អឬអត់ទេតែបងមានអារម្មណ៍ថាបងមិនហ៊ានទៅនិយាយជាមួយគាត់ទេទៅខ្លាចស្អីសម័យនេះហើយធ្វើមកក្រាស់ខ្លះទៅរវល់តែខ្លាចគេនឹងចូលសង្គមមិនចោះអូនណាទំនុកចិត្តកាលណាតបាត់បងហើយទោះបីជាឯងយកស្អីមកធានាឬក៏ប៉ះប៉ូវក៏វាមិនអាចដូចដើមដែរអូនណាអនឯងរៀបចំបញ្ជីចំណូលចំណាយនៅក្នុងខែនេះហើយតែអូនរៀបចំហើយតាហ្នឹងហើយប្រឌិតមើលឲ្យបានស្រួលបួលណាខ្ញុំប្រឌិតមើលច្រើនដងហើយបងមកដល់ល្មមមកហើយបានបោកដកអស់ហើយនៅខាតដូចចំណេញបងតែមិនសូវចំណេញប្រហែលទេនៅក្នុងខែហ្នឹងអីទេរ៉ូស៊ីតែប៉ុណ្ណឹងឯងវាតែងតែមានឡើងមានចុះវាជារឿងធម្មតាទេអញ្ចឹងយើងបែងចែកតាមហ្នឹងតានេះបងបងឯងឆែកមើលចំណូលចំណាយសិនទៅហើយនេះគឺជាប្រាក់ចំណូលនៅក្នុងខែហ្នឹងណាបងខែនេះចំណាយអស់ច្រើនណាអូដោយសារយើងខែបុគ្គលិកនោះអីបងមិនអីទេនេះបងចំណែកនៃការចំណេញយើងបានម្នាក់50%ឥឡូវអញ្ចេះដោយសារតែមួយរយៈនេះបងអត់សូវបានមកជួយពួកឯងទេអញ្ចឹងបងដកលុយថ្លៃពលកម្មឲ្យពួកឯង5%ទៀតមិនអីទេបងព្រោះទាំងអស់នេះវាជាទូនាទីរបស់ពួកខ្ញុំឯតាយកទៅមិនអីទេអ្នកដែលចេញកម្លាំងគឺតែងតែហត់ជាងហើយចេញក៏បានដែរបងអរគុណច្រើនបងអញ្ចឹងបើយើងបែងចែកត្រូវអស់ហើយបងគិតលាពួកឯងទៅវិញណាដោយសារតែបងរៀងរវល់បន្តិចបាទអញ្ជើញចុះបងទៅសិនណាបងឥឡូវយើងមានដើមទុនច្រើនដែរមែនទេហ្នឹងហើយហើយមិនហីអូនគិតថាពួកយើងធ្វើអញ្ចឹងដូចជាខាតទេខាតស្អីបងឯងគិតមើលកាលពីមុនណាគាត់មានដើមទុនយើងមានជំនាញសហការរកស៊ីជាមួយគ្នាតែឥឡូវយើងមានដើមទុនគ្រប់ហើយតាហើយគាត់ក៏មិនបានជួយធ្វើអីយើងដែរចាំតែយកលុយចំណេញហ្នឹងមែនតាឥឡូវយើងមានដើមទុនហើយអញ្ចឹងយើងដកគាត់ចេញទៅធ្វើអញ្ចឹងដូចជាមិនសមទៅដឹងឯអូនហើយណាមួយគាត់មិនព្រមដកទៅអើយសម័យនេះហើយគិតរឿងសមមិនសមអីយើងគិតតែផលចំណេញទៅបានហើយរឿងដកគាត់ចេញហ្នឹងអូនមានវិធីសំខាន់ណាស់ឲ្យតែបងព្រមមានអីឥឡូវសម្រាប់តាមម្ដាយទៅអញ្ចឹងហើយបើសិនតែយើងធ្វើអញ្ចឹងអាចចំណេញគុណ2ទៀតហ្នឹងហើយអញ្ចឹងសម្រាប់ចិត្តធ្វើតាមហ្នឹងឯណាហ្នឹងហើយអញ្ចឹងក៏បានហើយពួកឯងមករកបងមានការអីហ្នឹងកុំនិយាយតាមអីដែលខ្ញុំប្រាប់ទៅពួកខ្ញុំមកនេះគេចង់និយាយអំពីរឿងភាគហ៊ុនរបស់ពួកយើងបន្តិចហ្នឹងបងរឿងភាគហ៊ុនហ្នឹងហើយបងពួកខ្ញុំចង់ឲ្យបងឯងបែងចែកផលចំណេញសរុបហ្នឹងឲ្យពួកខ្ញុំ15%ទៀតព្រោះរាល់ថ្ងៃនេះពួកខ្ញុំជាអ្នករ៉ាប់រងការងារទាំងអស់ហើយបងឯងចាំតែយកប្រាក់ចំណេញហ្នឹងអញ្ចឹងបើសិនជាឲ្យខ្ញុំត្រឹមតែ50%ម្នាក់វាដូចជាមិនសមសោះហើយមិនបានជាអូនឯងនិយាយអញ្ចឹងក្រែងមុននឹងយើងសហការគ្នាយើងបាននិយាយគ្នារួចហើយតើអីថាអូនឯងចេញកម្លាំងបងចេញដើមទុនហើយនៅពេលដែលបានផលយើងចែកគ្នា50%ស្មើហើយមិនបានជាពេលនេះអូនឯងមកនិយាយអញ្ចឹងទៅវិញកាលពីមុនណាពួកខ្ញុំនិយាយអញ្ចឹងមែនតែរាល់ថ្ងៃនេះការងារទាំងអស់ពួកខ្ញុំអ្នករ៉ាប់រងអញ្ចឹងបងឯងត្រូវតែថែមខ្ញុំខ្លះអញ្ចឹងទៀតហើយអូនណាយើងបានសន្យាគ្នាថា50%គឺ50%ហើយមិនមកប្រែកន្លះអញ្ចឹងបងដឹងថាពួកឯងចេញកម្លាំងច្រើនជាងបង
ហើយលុយដែលបងយកមកធ្វើជាដើមទុនហ្នឹងណាក៏បងយកកម្លាំងទៅដោះដូរមកដែរអញ្ចឹងវាស្មើភាពគ្នាហើយណាមួយរកពេលបែងចែកប្រាក់ចំណេញបងតែងតែឲ្យពួកឯងលើសរហូត ពួកខ្ញុំមិនចង់បានទេលុយដែលបានតែការអាណិតនោះពួកខ្ញុំចង់បានភាគរយច្បាស់លាស់ ហើយភាគរយកន្លងមកហ្នឹងគឺច្បាស់លាស់ហើយតើ ឥឡូវសម្រាប់ថាបងឯងព្រមតាមសំណើរបស់ពួកខ្ញុំឬអត់ ទេបងមិនព្រមទេ បើបងឯងមិនព្រមទេពួកខ្ញុំក៏មិនចង់សហការអីជាមួយបងឯងទៀតដែរ ហើយឯងនិយាយហ្នឹងមានន័យថាម៉េច មានន័យថាម៉េចមានន័យថាបើបងឯងមិនព្រមទេយើងបិទកន្លែងហ្នឹងទៅហើយផលចំណេញយើងចែកគ្នាទៅចប់ហើយ ហើយមិនបានសុកអូនឯងមកនិយាយអញ្ចឹង ពួកខ្ញុំធ្វើអញ្ចឹងណាព្រោះតែមិនចង់ឲ្យគេនឹងដើរខ្សែលើ បើអូនឯងគិតថាបងខ្សែលើក៏តាមហ្នឹងទៅចឹង ហើយបងឯងនឹងអង្គុយចុចទូរស័ព្ទស្រួលម៉េចអត់មានគិតជួយរកវិធីដើម្បីស្រោចស្រង់មុខរបរខ្លះទេអី អូនឯងចង់ឲ្យបងរកវិធីអីទៀតបើយើងសាកគ្រប់វិធីទៅហើយវាមិនបានផលប៉ុណ្ណឹង ឥឡូវលុយទុនក៏អស់អាលុយខ្ចីគេក៏ចិត្តអស់ទៀតអញ្ចឹងមានអីຕົកតបន្តទៀតទៅ បងក៏មិនដឹងធ្វើម៉េចដែរនេះ ឥឡូវគិតអញ្ចេះយើងទៅសួរបងសេនាងសូមឲ្យគាត់ចូលទុនម្ដងទៀតទៅអី ធ្វើចឹងដូចជាមិនការទៀតដឹងឯអូនព្រោះលើកមុនណាយើងមានការខ្វែងគំនិតជាមួយគាត់ភាសាហើយគាត់មិនព្រមសហការជាមួយយើងទៅ គាត់ព្រមឬអត់ទៅតែសាកសិនហើយលើកនេះយើងឲ្យគាត់ 60% ទៅហើយយើងរៀបចំឯកសារឲ្យបានច្បាស់លាស់អូនគាត់តែគាត់ព្រមហីព្រោះគាត់ក៏ចង់បានចំណេញដែរមិនគំនិតហ្នឹងល្អហ៎ បងមិនដឹងថាល្អឬអត់ទេតែបងមានអារម្មណ៍ថាបងមិនហ៊ានទៅនិយាយជាមួយគាត់ទេ ទៅខ្លាចស្អីសម័យនេះហើយធ្វើមុខក្រាស់ខ្លះទៅរវល់តែខ្លាចគេហ្នឹងចូលសង្គមមិនចោះ ពួកយើងគួរតែសាក់ទៅរកអ្នកផ្សេងទៅដឹងអី ទៅរកអ្នកផ្សេងស្អីគ្មានអ្នកណាគេព្រមទេអូនសួរគេអស់ហើយទៅកុំតែគិតច្រើនពេក តោះអញ្ចឹងវាអត់ធ្វើមុខក្រាស់ទៅ វាសួរបង ហើយពីរអ្នកប្តីប្រពន្ធហ្នឹងមករកខ្ញុំមានការអីដែរ អូនឯងនិយាយម្ដងទៅ អូនឯងនិយាយទៅ អូនឯងនិយាយទៅ ហើយមានរឿងអីហ្នឹងឆាប់និយាយមក គឺខ្ញុំមកថ្ងៃនេះចង់បបួលបងដាក់ទុនក្នុងហាងខ្ញុំម្ដងទៀតហ្នឹងណាហើយលើកនេះខ្ញុំឲ្យបង 60% ហើយខ្ញុំធានាថានឹងមិនផ្លាស់ប្ដូរអីទៀតទេហើយអារឿងការងារក្នុងហាងហ្នឹងទុកឲ្យខ្ញុំរាប់ដងទាំងអស់ហ្មងទៅហើយបងឯងមិនធ្វើអីក៏បានដែរ ហ្នឹងហើយបងរឿងគ្រប់យ៉ាងពួកខ្ញុំជាអ្នករ៉ាប់រងទាំងអស់បងឲ្យយល់មិនដែរ បងអត់ចង់និយាយបត់បែនអីច្រើនទេសុំទោសផងបងមិនបានចូលទុនជាមួយទេ កុំអញ្ចឹងឯងបងអីហើយខ្ញុំដឹងថាលើកមុនណាខ្ញុំធ្វើខុសទៅលើបងតែលើកនេះខ្ញុំធានាថាខ្ញុំអត់ធ្វើដូចពីមុនទៀតទេបង អូនណាទំនុកចិត្តកាលណាតបាត់បងហើយទោះបីជាឯងយកស្អីមកធានាឬក៏ប៉ះប៉ូវក៏វាមិនអាចដូចដើមដែរបងដឹងថាលើកមុនណាអូនឯងចង់ចំណេញតែម្នាក់ឯងទៅបងឯងរកវិធីទាត់បងចោលតែពួកឯងត្រូវដឹងថាមុខរបរជោគជ័យហ្នឹងវាមិនមែនកើតចេញពីកម្លាំងពួកឯងទាំងអស់ទេគឺដោយសារតែបងធ្វើទីផ្សារនៅខាងក្រៅដែរតែដល់ពេលតបានផលពួកឯងសុទ្ធថាស្នាដៃរបស់ខ្លួនឯងហើយចង់ចំណេញតែគ្នាឯងអញ្ចឹងលើកហ្នឹងអូនឯងធ្វើតែគ្នាឯងទៅបងមិនចូលរួមទេ បងចុះឡើយខ្ញុំគិតមិនទៅ មានគិតមិនហ្នឹងហើយគឺជាលទ្ធផលដែលចង់ចំណេញពេលឥឡូវដាក់ចំណងអញ្ចឹងណាឥឡូវនេះយើងមានតែបិទហាងហើយទៅធ្វើសំណងដើម្បីយកលុយមកសងគេមក